ពេលវេលាពិតជាលឿនមែនថ្មិចបើកសុខជាអាយុ11ឆ្នាំទៅបាទសួស្តីជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខែខួបកណាសុខជាទៀតហើយបងប្អូនតាមទំនៀមទម្លាប់ស្រុកភូមិរបស់ខ្ញុំថ្ងៃ birthday គឺសំខាន់បំផុតសម្រាប់ជីវិតពួកគាត់ចឹងជារៀងរាល់ឆ្នាំម្ដាយខ្ញុំតែប្រាប់ថាកូនប្រសាព្រលឹមឡើងឲ្យថ្ងៃ birthday ចឹងនាំសុខជាចូលពហិនិយាយទៅដូចយើងចូលវត្តចូលវាបងប្អូនដើម្បីសូមសេចក្តីសុខឬប្រពំពីអាចារ្យចឹងទៅហើយព្រឹកនឹងដោយសាររវល់ពេកអត់មានពេលវេលារៀបចំអាហារពេលព្រឹកឲ្យសុខជាទេអញ្ចឹងហើយចេញពីពហិក៏នាំសុខជាចូលក្នុងហាង brand នៅក្នុងភូមិបងប្អូនចំណាយលុយផែអស់50រូបហាពេលព្រឹកសម្រាប់ពីអ្នកសុខជាអញ្ចឹងបន្ទាប់មកក៏ជូនសុខជាទៅសាលាហើយទម្លាប់មួយទៀតមិនថាកូនខ្ញុំកូនគេទេឲ្យតែមានកម្មវិធី birthday យើងត្រូវទិញកាដូឬទិញនំនែកជូនមិត្តភ័ក្តិគាត់នៅសាលាឬក៏លោកគ្រូអ្នកគ្រូផងដែរចានិយាយទៅអស់លុយច្រើនអស់លុយរៀបចំកម្មវិធីនៅតែមួយជាន់ហើយអស់លុយនៅសាលាមួយជាន់ទៀតប៉ុន្តែមិនដឹងធ្វើម៉េចជីវិតគេថាចូលស្ទឹងតាមបាត់ចូលស្រុកតាមប្រទេសហើយនៅពេលដែលខ្ញុំមកដល់ផ្ទះក៏ម្ដាយខ្ញុំប្រាប់ថាណែកូនភាសាទៅរៀបចំប្រកាត់ភ្លើងដើម្បីធ្វើនំអាកោខ្ញុំមានរឿងមួយអស់ស្នាច់នឹងម្ដាយក្មេកខ្ញុំបងប្អូនប្រាប់ខ្ញុំថាឲ្យប្រកាត់ភ្លើងធ្វើនំអាកោដល់ពេលខ្ញុំទៅដល់គាត់ប្រកាត់ឲ្យស្រេចចឹងហើយខ្ញុំត្រឡប់មកវិញក៏សួរគាត់ថាចេះអាក្មេកនិយាយភ្លើងម្នាក់អ្នកម្ដាយក្មេកប្រកាត់ហើយហេតុអីបានជម្រាបខ្ញុំប្រកាត់ភ្លើងទៀតគាត់ថាមកខ្ញុំអ្នកផលិតវីដេអូចូលស្ដែងទៅវាមិនអីទេអូបងប្អូនចូលទូសាហាវមិនបានទេអងថ្ងៃនេះសាហាវខ្លាំងខ្ញុំទៀតតែខ្ញុំក៏អរគុណគាត់ដែរដែលគាត់យល់ចិត្តខ្ញុំចឹងបងប្អូនម្ដាយក្មេកខ្ញុំតិចទៀតខ្លាយជាតារាសម្ដែង Bollywood របស់ឥណ្ឌាហើយមិនស្រួលនោះប្រហែលជាគាត់ខ្លាយជាអ្នកដឹកនាំរឿងហើយមើលទៅឥឡូវក៏លេចមើលអាកោខ្ញុំវិញគឺឆ្អិនហើយតែតម្រាំមកឆ្អិនប្រើពេលវេលាយូរដែរដោយសារតែយើងប្រើនឹងស្កៃដូងដុតចឹងវាមិនស្រួលដូចអស់ទេបងប្អូនហើយម្ដាយក្មេកខ្ញុំនិយាយទៅគាត់ជាមនុស្សម្នាក់ដែលឧស្សាហ៍បកកែធ្វើម្ហូបអីគាត់ចេះធ្វើដែរហើយគាត់បានបរៀនខ្ញុំធ្វើម្ហូបឥណ្ឌាជាច្រើនមុខតែខ្ញុំមិនសូវចេះទេបងប្អូនភាគច្រើនអាចខ្ញុំធ្វើម្ហូបឥណ្ឌាម្ដងខ្ញុំតែមើលខ្ញុំ YouTube ជាពិសេសគ្រឿងផ្សំខ្ញុំអត់ចាំចឹងទៅហើយម្ដាយក្មេកខ្ញុំបងប្អូនឲ្យតែមានកម្មវិធីនេះចេះភាគច្រើនគាត់មិនដែរជួលគេគាត់ធ្វើតំណែងឯងនឹងខ្ញុំចឹងទៅចឹងហើយបានជាមានកម្មវិធីនៅផ្ទះខ្ញុំអត់ចង់ធ្វើដោយសារទម្លាប់គ្រួសារខ្ញុំជាពិសេសម្ដាយក្មេកខ្ញុំបងប្អូនគាត់ចូលចិត្តធ្វើម្ហូបទៅខ្លួនឯងទេទោះបីតែខ្ញុំប្រាប់ថាម៉ែក្មេកអើយជួលគេម្នាក់ពីរនាក់មកមានកម្មវិធីចឹងចាំខ្ញុំចេញលុយឲ្យតែគាត់មិនព្រមទេមើលតែភ្នែកគាត់ដឹងបងប្អូនក្រោកតាំងម៉ោង4ភ្លឺហើយជ្រាបធ្វើការគេទៀតអូយសូមសរសើរមែនហើយបងប្អូនឃើញអត់គាត់ជាប្អូនថ្លៃខ្ញុំអញ្ចឹងមិនងាយបានថតរូបគាត់ផ្ដេសផ្ដាស់ទេលើកឡើងតែផ្ទះមានកម្មវិធីវាជាឱកាសរបស់ខ្ញុំហើយផ្ទះខ្ញុំឲ្យតែមានកម្មវិធីម្ដងបងប្អូនថ្លៃខ្ញុំក៏តែជួយរៀបចំខាងផ្នែក housekeeping គាត់បានជួយខ្ញុំបោសផ្ទះជួយផ្ទះអញ្ចឹងទៅប៉ុន្តែពេលគាត់ជួយផ្ទះម្ដងដោយតែគាត់យកទឹកចាក់លើការ៉ូចឹងហើយចង់បញ្ចប់ម្ដាយក្មេកខ្ញុំគាត់អ្នកបោះជូតពីក្រោយដដែលទេជួនកាលខ្ញុំបោះជូតបងប្អូនតែបីយ៉ាងណាក៏អរគុណទឹកចិត្តគាត់ដែរដែលបានឲ្យដល់វគ្គកាត់នំខេកបងប្អូនថ្លៃខ្ញុំមកបានចូលរួមកម្មវិធីកាត់ទេបងប្អូនដោយសារគាត់ត្រូវចូលទៅធ្វើការឥឡូវភ្ញៀវបានមកដល់ហើយមុននឹងកាត់នំខេកក៏ភ្ញៀវស្រីប្រាប់ថាចាស់កម្មវិធីអើយល្មិចបានជាគ្មានគ្រឿងអលង្ការពាក់អញ្ចឹងខ្ញុំប្រាប់គាត់ថាមិនអីទេបងអើយបងអូនអើយគាត់ក្មេងប្រុសតោះពាក់ក៏បានមិនពាក់ក៏បានដែរគាត់ថាអត់ទេចាំបាច់ត្រូវទៅឲ្យគាត់ពាក់ទៅយ៉ាងហោចណាស់ក៏មាននីលកាមួយដែរអញ្ចឹងឯងមិននឹកឃើញតើអូនីលកាអូនរីកខេកឲ្យបងប្អូនអើយម៉ាក់ជីសកផែតែខ្ញុំនិយាយភាសាអង់គ្លេសខុសហើយមិនទៅតម្លៃឡើង$200អូគាត់ទៅពាក់ភ្លាមម៉ែអើយក្មេងៗនៅជុំវិញខ្លួនបោកភ្នែកធំគាត់មើលថានីលកាស្អាតខ្លាំងណាស់ Happy birthday to you Happy birthday birthday សុខជាឆ្នាំនេះមាននំខេក2តាមពិតទៅខ្ញុំអត់ដឹងថាបងអូនថ្លៃខ្ញុំទិញទេបើសិនខ្ញុំដឹងក៏ខ្ញុំអត់ទិញដែរព្រោះទិញមកកាត់ហើយទុកចោលដដែលមានណាញ៉ាំទេបងប្អូនហើយឈ្មោះគាត់សុខជានឹងគ្រាន់តែឈ្មោះហៅក្រៅទេតាមពិតបញ្ជីជាតិរបស់គាត់ឈ្មោះសុកសានសេបតុនរ៉ាប៉ូសូតែដោយសារតែគាត់ឈឺពេកបងប្អូនអញ្ចឹងហើយខ្ញុំដូរចិត្តហៅគាត់សុខជាហ្មងទៅសុខជានឹងជាប់ឈ្មោះរហូតដល់សប្តាហ៍ថ្ងៃខ្ញុំសូមពេលវេលាបងប្អូនបន្តិចទេមកណែនាំជាមួយនឹង NAD Skin យ៉ាងសម្រាប់បងប្អូនដែលតែងជួបបញ្ហាឆាប់ hair hot ឆាប់អស់កម្លាំងដេកក៏មិនបានស្បែកក៏មិនស្អាតស្បែកមានពន្លឺ NAD Skin យ៉ាងអាចជួយបងប្អូនបានវាគឺជាប្រភេទវីតាមីនជួយបញ្ជីភាពចាស់ជួយជួសជុល DNA ការពារកោសិកាពីការហួចខាតជួយដល់ប្រព័ន្ធប្រសាទខួរក្បាលបង្កើនការចងចាំបង្កើនប្រព័ន្ធភាពស៊ាំងរឹងមាំមានសមត្ថភាពខ្ពស់ប្រឆាំងនឹងជំងឺផ្សេងៗជាពិសេសបងប្អូនប្រើជាប្រចាំវាធ្វើស្បែកបងប្អូនស្អាតតាំងណែនភ្លឺថ្លាចេញពីខាងក្នុងតែម្ដងហើយក្រុមហ៊ុនគេមាន promotion តែ$28តែប៉ុណ្ណោះ Product ទីឥឡូវដល់វគ្គញ៉ាំបាយហើយបងប្អូនអើយត្រឡប់នៅស្រុកឥណ្ឌាស្រុកខ្ញុំតែប៉ុណ្ណឹងទេទោះបីម្ហូប20មុខ100មុខក៏ដោយប្រើចានតែមួយតែក៏ល្អម្យ៉ាងដែរព្រោះញ៉ាំហើយយើងខ្ជិលលាងចានច្រើនអញ្ចឹងហើយក៏មានទម្លាប់មួយទៀតសម្រាប់ភ្ញៀវដែលយើងបានអញ្ជើញគាត់មិនបានមកចឹងទៅម្ដាយខ្ញុំតែប្រាប់ខ្ញុំឲ្យយកម្ហូបជូនគាត់តាមផ្ទះអញ្ចឹងវីដេអូខ្ញុំចែកម្លែកពីប្រទេសឥណ្ឌាមានប៉ុណ្ណឹងដែរអរគុណច្រើនបងប្អូនជម្រាបលា